ទូរទស្សនិកជនដើម្បីលោកអ្នកទទួលបានព័ត៌មានកាន់តែពឹស្ដារបន្ថែមទៀតអំពីស្ថានភាពដែលវិសនឹងផ្ទុះសង្គ្រាមខ្លាំងជាថ្មីម្ដងទៀតនៅវេលាយប់មិញនេះបើតាមការលើកឡើងរបស់លោក Donald Trump គាត់បង្ហោះក្នុងរង្វង់ព្រឹកនៅអាមេរិកទេម្សិលមិញប៉ុន្តែយប់នៅកម្ពុជាប៉ុន្តែប៉ុន្មានម៉ោងក្រោយមកលោក Trump ក៏បានដកនៅការគម្រាមវាយប្រហារខ្លាំងលើអ៊ីរ៉ង់វិញហើយអ៊ីរ៉ង់ក៏បានចេញប្រតិកម្មដូចគ្នាឥឡូវគិតមកដល់ម៉ោងនេះស្ថានភាពជារួមយ៉ាងណាយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV ដែលលោកមានវត្តមាននៅក្នុង studio ស្រាប់ទាំងអ៊ីរ៉ង់និងអាមេរិកបាននិយាយអ្វីខ្លះមកដល់ម៉ោងនេះជាពិសេសក្រោយពីដែលលោក Trump បានប្រកាសទៅវិញថាលោកបានរំសាយចោលទៅវិញនៅគម្រោងវាយប្រហារពេលយប់នៅអ៊ីរ៉ង់នោះបាទស្ថានភាពនៅពេលនេះគឺមានភាពធូរស្រាលបើទោះមានរបាយការណ៍ខ្លះថាយប់ថ្ងៃពហុម្សិលមិញនេះក៏មានការវាយប្រហារពីអ៊ីរ៉ង់ទៅលើនាវាដែរប៉ុន្តែខាងសហរដ្ឋអាមេរិកមិនបានធ្វើអធិប្បាយទេក្រោយពេលដែលលោក Trump បានប្រកាសថានឹងវាយប្រហារកាន់តែខ្លាំងលើអ៊ីរ៉ង់និងទម្លាក់គ្រាប់បែកនៅយប់ម្សិលមិញនេះគឺយប់កន្លងមកនេះគឺជាការអះអាងរបស់លោកហើយថាទាហានអាមេរិកនឹងចូលកាន់កាប់កោះខាកនិងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងទៀតរបស់អ៊ីរ៉ង់បើសិនជាអ៊ីរ៉ង់ចេះតែអូសបន្លាយពេលវេលាតែក្រោយមកលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថាលោកបានសម្រេចចិត្តលុបចោលហើយពីផែនការវាយប្រហារឬក៏ការវាយប្រហារតាមការគ្រោងទុកលើប្រទេសអ៊ីរ៉ង់ដោយលោកបានលើកឡើងថាថ្នាក់ដឹកនាំអ៊ីរ៉ង់បានឯកភាពឬក៏បានអនុម័តនៅកិច្ចព្រមព្រៀងនោះហើយប៉ុន្តែនៅរងចាំតែពេលវេលាថានឹងចុះកិច្ចព្រមព្រៀងនៅពេលណាតែប៉ុណ្ណឹងក្រោយមកទៀតលោកបានសរសេរផ្ទុយវិនិច្ឆ័យទៅវិញថាកិច្ចព្រមព្រៀងនេះនឹងសម្រេចបាននៅចុងសប្តាហ៍នេះមិនយូរទេដោយសារតែអ៊ីរ៉ង់ក៏បានឯកភាពហើយប៉ុន្តែខាងលោក Trump គឺបានអះអាងច្រើនលើករហូតដល់លោកមានសរសេរឃ្លាមួយថាកិច្ចព្រមព្រៀងនោះខាងអ៊ីរ៉ង់កំពុងតែរៀបចំបញ្ចប់មិនទាន់ចប់ទេគឺកំពុងតែរៀបចំបញ្ចប់ចិត្តសម្រេចហើយនេះគឺខាងប្រធានាធិបតីសហរដ្ឋ Donald Trump ដែលលោកប្រកាសបន្តបន្ទាប់ជាពិសេសគឺសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកហើយខាងភាគីអ៊ីរ៉ង់គឺអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់គឺលោកអ៊ីស្ម៉ាអែលបាហ្គេបាននិយាយប្រាប់អ្នកសារព័ត៌មានថាតកតងនឹងកិច្ចព្រមព្រៀងនេះវានៅ speculative នៅឡើយទេជាការប៉ាន់ស្មាននៅឡើយទេមិនទាន់មានចំណុចណាមួយដែលបិទបញ្ចប់ឬក៏រៀបចំឯកសារបញ្ចប់សម្រាប់កិច្ចព្រមព្រៀងទេប៉ុន្តែក្រោយមកអ្នកនាំពាក្យដដែលបាននិយាយថាមានឯកសារមួយកំពុងត្រូវបានសិក្សាដោយថ្នាក់ដឹកនាំអ៊ីរ៉ង់នៅក្នុងរដ្ឋធានីតេហេរ៉ង់ម្ដងនេះគឺឈានជិតដល់ការអនុម័តជាងពេលពីមុនអញ្ចឹងនេះជាចំណុចដូចដែលស្តៀងគ្នានឹងការធ្វើអធិប្បាយរបស់លោក Trump ដែរអ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីរដ្ឋធានីតេហេរ៉ង់បានលើកឡើងថាមន្ត្រីអ៊ីរ៉ង់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយថាសំណើនៃអនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាមេរិកនោះកំពុងស្ថិតក្រោមការពិចារណាដោយថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ហើយក៏ជាលទ្ធផលដែលអាចថាឈានទៅរកការចុះកិច្ចព្រមព្រៀងជាមួយគ្នាដែរប៉ុន្តែពេលវេលាមិនទាន់ច្បាស់ដោយការបញ្ជាក់របស់លោក Trump ថាពេលវេលានិងទីតាំងនៃការចុះហត្ថលេខាហ្នឹងនៅប្រកាសឆាប់ប៉ុន្តែអ៊ីរ៉ង់ថាវា speculative ទេកន្លែងនេះគឺមិនទាន់ច្បាស់ទេស្ថិតនៅក្នុងការប៉ាន់ស្មានមិនទាន់ថាចុងសប្តាហ៍នេះឬក៏ប្រហែលថ្ងៃខាងមុខទេអញ្ចឹងនេះគឺជាការលើកឡើងពីភាគីទាំងសងខាងហាក់ដូចជាមានភាពប្រហាក់ប្រហែលគ្នាដែរអញ្ចឹងអ្នកជំនាញអន្តរជាតិអ្នកជំនាញសន្តិសុខអន្តរជាតិនៅមហាវិទ្យាល័យការពារជាតិ NATO លោក Richard Wade បានលើកឡើងថាតាមមើលទៅកិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងជាដំណាក់កាលមិនមែនកិច្ចព្រមព្រៀងតែមួយចប់ទេជាដំណាក់កាលគឺក្នុងនោះគឺតកតងនឹងអត្ថិភាពរបស់អ៊ីរ៉ង់ដែលអ៊ីរ៉ង់កំពុងតែទាមទារនោះគឺមាន2ប្រការដែលចែងនៅក្នុងនោះដែលអាចអនុម័តភ្លាមបានទី1គឺតកតងទៅនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិកមិនវាយប្រហារអ៊ីរ៉ង់ទៀតទេទី2ក៏តកតងទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិកហើយក៏ពាក់ព័ន្ធទៅនឹងការបើកច្រកសមុទ្រអ៊័រមូសឡើងវិញដែរអញ្ចឹង2ប្រការចែងវាចំណុចហ្នឹងនេះបើតាមការបញ្ជាក់ពីលោក Wade ហើយលោកថាបញ្ហាផ្សេងទៀតតាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរគឺត្រូវវិភាគលើក្រោយនេះគឺជាកិច្ចព្រមព្រៀងដែលតាមទំនោរដែលតាមការលើកឡើងរបស់លោក Trump គេសន្និដ្ឋានថាអញ្ចឹង
ហើយលោកបានបញ្ជាក់ថាការអនុវត្តគឺជាបញ្ហាប្រឈមបើសិនជាអនុវត្តដំណាក់កាលទី1វាដោយរលូនមានន័យថាវាឈានទៅរកការបញ្ចប់សង្គ្រាមនឹងបានហើយប៉ុន្តែបើអនុវត្តមិនបានទេវា reverse មកវិញទាំងអស់ហើយវាត្រឡប់ឡើងវិញរុញឲ្យស្ថានភាពតានតឹងដដែលដូច្នេះជារួមមកលោកត្រាំដោយសារតែធ្លាប់ប្រកាសពីការចិត្តសម្រេចបានកិច្ចព្រមព្រៀងធ្វើឲ្យគេពិបាកសន្និដ្ឋានដែរប៉ុន្តែចុងក្រោយនេះខាងអ៊ីរ៉ង់ថាឯកសារមួយនឹងកំពុងតែសិក្សាហើយអាចថាឯកភាពឬអនុម័តឆាប់ប៉ុន្តែវាដំណាក់កាលដែលថាឈានទៅរកការអនុម័តហ្នឹងវាមានកម្រិតខ្ពស់ជាងពេលណាដែលធ្លាប់និយាយកន្លងមកជារួមស្ថានភាពនៅពេលនេះមានតែព្រំដែនគេហៅថាសមរភូមិអ៊ីស្រាអែលនិងលីបង់ទេដែលការវាយប្រហារនៅតែបន្តកើតមានសម្រាប់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅពេលនេះគឺស្ងប់ស្ងាត់ដល់ហើយបាទពីមជ្ឈដ្ឋានក្រមអ្នកសម្របសម្រួលអន្តរជាតិវិញអន្តរការីអន្តរជាតិជាពិសេសប៉ាគីស្ថាននេះជាដើមតើមានបង្ហាញនៅក្តីសង្ឃឹមអីខ្លះរឿងកិច្ចព្រមព្រៀងសន្តិភាពនេះទេលោករីណាបាទខាងប៉ាគីស្ថានជាអន្តរការីសំខាន់ជាងគេហើយក៏សកម្មជាងគេដែរក្នុងចំណោមអន្តរការីនៅក្នុងតំបន់គឺបានជំរុញឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺចាប់យកឱកាសនេះឲ្យបានដោយសារតែស្ថានភាពបុកពោះមករយៈកាលចុងក្រោយពេលដែលមានការវាយប្រហារគ្នា3ថ្ងៃជាប់គ្នាជាការសងសឹកនិងការដែលថាជាការវាយប្រហារស្វ័យការពារទៅវិញទៅមកនោះអញ្ចឹងប៉ាគីស្ថានដែលជាអន្តរការីសកម្មជាងគេបានជំរុញឲ្យភាគីទាំងពីរចាប់យកឱកាសនេះឲ្យបានដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ជាពិសេសគឺដើម្បីបន្ធូរនៅភាពធូរស្រាលបន្ធូរនៅការលំបាកនានានៅក្នុងតំបន់មជ្ឈមបូព៌ាដែលកំពុងតែជួបប្រទះនៅពេលនេះខាងប្រទេសអេស៊ីបក៏ជាអន្តរការីដែររួមជាមួយប៉ាគីស្ថានហើយនិងខាងកាតាក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាដោយបង្ហាញក្តីសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសចុងក្រោយនេះឲ្យបានដើម្បីបញ្ចប់នៅការវាយប្រហារគ្នាជាពិសេសក្នុងស្ថានភាពដ៏ច្បូកច្បល់ហើយអេស៊ីបថាពេញចិត្តនៅសេចក្តីប្រកាសពីលោកត្រាំដែលថាអាចបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងរយៈពេលដ៏ខ្លីខាងមុខឬថានៅចុងសប្តាហ៍នេះតាមការប្រកាសរបស់លោកត្រាំអញ្ចឹងអន្តរការីក៏បានសាទរហើយនឹងអំពាវនាវក៏ដូចជាជំរុញឲ្យភាគីទាំងពីរនឹងចាប់យកឱកាសនេះឲ្យបានស្របពេលដែលប្រកាសមកវាមានភាពប្រហាក់ប្រហែលគ្នានៃសេចក្តីប្រកាសតាក់ទងទៅនឹងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ានេះបាទសូមអរគុណលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណ